បើសិនជាឥឡូវនេះបងប្អូនទាំងគ្នាមានអារម្មណ៍ថាខ្លួនឯងពិបាកនឿយហត់ឬក៏មានអារម្មណ៍ថារៀងតានតឹងនឹងជីវិតណាខ្ញុំសង្ឃឹមថាវីដេអូមួយនេះប្រហែលជាអាចផ្ដល់ជាវិធីសាស្ត្រមួយដើម្បីជួយឲ្យបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាធូរស្បើយមកវិញខ្ញុំចង់មកចែករំលែកពីរឿងទូចមួយដែលអាចជួយយើងនៅក្នុងអំឡុងពេលដែលជីវិតនឹងកំពុងតែជួបបញ្ហាយើងមានអារម្មណ៍ថានឿយហត់ឧបសគ្គឬក៏យើងស្ថិតនៅក្នុងស្ថានភាពមួយដែលតានតឹងរ៉ាំរ៉ៃយូរអង្វែងហើយយើងមានអារម្មណ៍មួយដូចចាញ់បោកការគិតខ្លួនឯងថាដូចមកពិភពលោកនោះមានតែខ្ញុំឯងតែពិបាកជាងគេអត់ខុសទេបងប្អូនទាំងគ្នាដែលយើងមានអារម្មណ៍បែបហ្នឹងប៉ុន្តែខ្ញុំចង់ចែករំលែកពីការគិតសាមញ្ញមួយហើយតកតងមួយការធ្វើការរបស់គ្រូក្បាលយើងដើម្បីជួយឲ្យយើងត្រឡប់មកមានភាពល្អប្រសើរមកវិញមួយរយៈមុនខ្ញុំក៏ជួបអារម្មណ៍ស្តៀងនឹងដូចគ្នាដែរជាពិសេសក្នុងអំឡុងពេលធ្វើសភៅព្រោះយើងជាមនុស្សនឹងដោយសារតែអត់អាចមានពេលចេញទៅខាងក្រៅអីច្រើនណាសូម្បីចង់ទៅអង្គុយធ្វើការហាងកាហ្វេក៏អត់កើតដែរត្រូវសង្ងំនៅក្នុងបន្ទប់តែម្នាក់ឯងហ្មងព្រោះយើងត្រូវការផ្ដោតអារម្មណ៍ត្រូវការស្រាវជ្រាវហើយវាមិនមែនធ្វើមួយថ្ងៃចប់ទេអូសបន្លាយពេលរយៈពេល 3-4 ខែអញ្ចឹងទៅអញ្ចឹងមានអារម្មណ៍មួយថាអូយដូច stress ខ្លាំងហ្នឹងបងប្អូនពិបាកមែនតើហើយតឹមតែពេលដែលសភៅចូលហងពុំហើយទេដែលខ្ញុំរៀងមានពេលបានចេញទៅហាត់ប្រាណហើយជាទម្លាប់មួយដែលខ្ញុំតែងតែធ្វើហ្នឹងគឺនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្ញុំតែងតែមានពេលចេញទៅហាត់ប្រាណហ្នឹងគឺខ្ញុំដើរទៅខាងក្រៅទៅកន្លែងដែលមានលក់របៀបត្រីបន្លែសាច់នៅតាមដងផ្លូវឬក៏ទៅតាមផ្លូវលំទូចទៅមើលពីជីវិតគេលក់ដូរតាមផ្លូវផ្សេងហ្មងបងប្អូនព្រោះជាការដែលយើងបានទៅមើលឃើញពីជីវិតពិតនៃការរស់នៅរបស់មនុស្សក្នុងសង្គមណាព្រោះនិយាយត្រង់ទៅខ្ញុំធ្វើការងាររាល់ថ្ងៃភាគច្រើនខ្ញុំនៅតែក្នុងបន្ទប់នៅតែមុខកុំព្យូទ័រឬក៏នៅតែមុខទូរស័ព្ទដៃឯងអត់សូវបានចេញទៅប្រស្រ័យជាមួយមនុស្សផ្ទាល់ទេអញ្ចឹងពេលខ្លះមានអារម្មណ៍ថាឲ្យតែពេលដែលយើងនៅតែម្នាក់ឯងយើងបើសិនជាមានបញ្ហាអីមួយគឺយើងមើលឃើញថាបញ្ហាយើងនោះធំឡើងមែនតើប៉ុន្តែពេលបានដើរទៅមើលពីជីវិតអ្នកលក់ដូរតាមដងផ្លូវមានអារម្មណ៍ថាក៏ពិតជីវិតយើងល្អប្រសើរច្រើនណាទោះបីជាយើង stress យើងនឿយហត់អីមែនក៏ប៉ុន្តែខ្ញុំនៅតែគិតថាយើងល្អប្រសើរជាងមនុស្សផ្សេងទៀតដែលគាត់ជួបការលំបាកច្រើនជាងយើងទៀតប៉ុន្តែជួនកាលយើងអត់បានឃើញទេហើយខ្ញុំនឹកឃើញទៅដល់កន្លែងមួយដែលខ្ញុំអាសាជីកាត់ទៅឃើញគាត់លក់សាច់គោអាំងនំប៉័ងអាទៀសទូចមួយនៅកែងផ្លូវឯងហើយខ្ញុំគិតថាថ្ងៃណាទៅនេះចាំទៅទិញញ៉ាំព្រោះមើលទៅឃើញគាត់លក់ដាច់មែនតើហើយលក់នៅក្នុងផ្លូវលំរៀងទូចមួយអញ្ចឹងថ្ងៃហ្នឹងក៏រៀងទៅនេះបានចេញទៅហាត់ប្រាណអីក៏នឹកឃើញដើរទៅផ្លូវហ្នឹងហើយទៅដល់ឃើញគាត់លក់ដាច់ខ្ញុំមួយមិត្តភ័ក្ដិខ្ញុំក៏ទិញសាច់ប្រហែលជា6-7ចង្កាក់ហើយនឹងនំប៉័ងមួយកណាត់ហើយអត់ដឹងទៅអង្គុយញ៉ាំណាទេមានតែអង្គុយកៅអីគៀនអាតេះរបស់គាត់នឹងឯងហើយបន្ទាប់ពីអាំងសាច់អីហើយគឺខ្ញុំក៏សួរគាត់ថាអស់ប៉ុន្មានដើម្បីទូទាត់លុយឲ្យគាត់ឲ្យហើយទៅហើយមកអង្គុយញ៉ាំអញ្ចឹងណាគាត់ថាអស់12500ខ្ញុំទាញទូរស័ព្ទមក scan QR ទៅបាត់ហើយបន្ទាប់មកគាត់ថាគាត់ចោលកតុយឲ្យ500 scan ឲ្យតែ12000បានហើយខ្ញុំថាអត់អីបងខ្ញុំទូទាត់ឲ្យទៅបាត់ហើយកុំចោលកតុយអីអញ្ចឹងណាហើយខ្ញុំក៏មកអង្គុយញ៉ាំមួយមិត្តភ័ក្ដិខ្ញុំហីមើលទៅគាត់គឺគាត់រួសរាយរាក់ទាក់ជាមួយភ្ញៀវមែនតើហើយមានអ្នកមកទិញច្រើនណាស់ហើយសម្រាប់ខ្ញុំអាចោលកតុយ500ហ្នឹងគឺវាមិនមែនរឿងចំនួនលុយ500ទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាជាទឹកចិត្តរបស់គាត់ណាវាលើសពីតម្លៃលុយហើយខ្ញុំអាសាទៅទិញអវ៉ាន់តាមផ្លូវជួបអ៊ំចាស់អីគឺខ្ញុំគិតថាហ្នឹងជាអត្តសញ្ញាណជាតម្លៃរបស់ជនជាតិខ្មែរមួយយើងចិត្តល្អខ្លាំងមែនតើជួនកាលខ្ញុំជួយទិញនំអ៊ំតាមដងផ្លូវអញ្ចឹងទិញ5ថែម1ទិញ10ថែម2ខ្ញុំប្រាប់គាត់ថាអត់អីទេអ៊ំមិនបាច់ថែមទេហើយជួនកាលយើងឲ្យគាត់លើសតិចតួចអីអញ្ចឹងទៅគាត់ចេះតែចង់ថែមឲ្យយើងមកវិញអញ្ចឹងណាចឹងខ្ញុំគិតថាអានេះជារឿងសាមញ្ញមួយដែលខ្ញុំកំពុងតែ stress ពីការងារហើយខ្ញុំបានដើរទៅជួបគាត់បានជួបរឿងចឹងហើយមានអារម្មណ៍ថាធ
ធូរស្បើយហើយចេះតែអង្គុយញ៉ាំបដាមើលគាត់និយាយលេងជាមួយភ្ញៀវឃើញគេមកគាំទ្រគាត់ច្រើនទៅយើងមានអារម្មណ៍ថាសប្បាយចិត្តជាមួយរឿងហ្នឹងអញ្ចឹងទៅអញ្ចឹងអាសាច់គោអាំងហ្នឹងក៏វាឆ្ងាញ់ទៀតខ្ញុំគិតថាពេលកន្លះរបស់មិនចាំបាច់ថាតើតារបស់ថ្លៃអីបានយើងញ៉ាំទៅឆ្ងាញ់ទេតែជួនកាលអារម្មណ៍យើងល្អពេលហ្នឹងអា moment មួយហ្នឹងវាទៅជាធ្វើឲ្យអាហារហ្នឹងមានរសជាតិឈ្ងុយឆ្ងាញ់មែនទែនអញ្ចឹងញ៉ាំប្រហែលជា10នាទីអីហើយទៅក៏ប្របួរមិត្តភ័ក្ដិដើរបន្តទៅមុខទៀតចេះតែដើរហាត់ប្រាណពីនេះពីនោះទៅមែនតើដូចមិនសូវជាហាត់ប្រាណនៅចំនេះដើរមកហើយអញ្ចឹងខ្ញុំដើរទៅដល់មុខឃើញពូមួយគាត់លក់ដូងប៉ុន្តែដូចជាលក់អត់ដាច់ទេហើយគាត់គេងនៅក្បែរអាតេះគាត់ហ្នឹងខ្ញុំក៏នឹកឃើញថាមិនញ៉ាំសាច់គោអាំងអត់បានផឹកទឹកទេព្រោះអត់មានលក់អីអញ្ចឹងណាគាត់នឹកឃើញថាមិនអញ្ចឹងជួយទិញដូងគាត់មួយទៅមើលទៅគាត់លក់អត់ដាច់ដែរអញ្ចឹងក៏ទិញដូងគាត់មួយហើយសួរគាត់ថាអស់ប៉ុន្មានខ្ញុំឲ្យគាត់ចាក់ដាក់កែវព្រោះខ្ញុំខ្ជិលយួរដូងដើរទៅមុខទៀតគាត់ថាចាក់ដាក់កែវអញ្ចឹងឲ្យ 3500 អញ្ចឹងក៏ទាញទូរស័ព្ទ scan QR ឲ្យគាត់ទៅស្រាប់តែពេលគាត់ចាក់ដូងមកគឺវាអត់ពេញកែវដែរបងប្អូនស្រាប់តែខ្ញុំឃើញគាត់ដើរទៅកាប់ដូងមួយទៀតហើយចាក់ឲ្យបន្ថែមតតែពេញមួយកែវហ្នឹងហ្មងខ្ញុំឡើងភ្ញាក់ហ្មងថាអឺហ្មងអត់អីទេបានប៉ុណ្ណាប៉ុណ្ណឹងទៅគាត់ថាអត់ទេគាត់ត្រូវតែចាក់ឲ្យពេញអញ្ចឹងខ្ញុំលួចមើលមុខមិត្តភ័ក្ដិខ្ញុំហើយមានអារម្មណ៍ថាថ្ងៃហ្នឹងមកគឺជួបអ្នកលក់អញ្ចឹងខ្ញុំមានអារម្មណ៍ថាវាលើសតែពីរឿងគ្រាន់តែចាក់ដូងឲ្យពេញកែវប៉ុន្តែជាទឹកចិត្តមួយដែលធ្វើឲ្យយើងមានអារម្មណ៍ថារឿងទូចទេប៉ុន្តែវាមានអត្ថន័យវាសាមញ្ញទេប៉ុន្តែវាអត់សាមញ្ញសម្រាប់ខ្ញុំហើយខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាស់បានញ៉ាំសាច់គោអាំងហើយបានទិញដូងហ្នឹងវាជារឿងទូចប៉ុន្តែវាដកជាប់នៅក្នុងការចងចាំរបស់យើងហើយខ្ញុំចេះតែគិតថាថ្ងៃណាទនេខ្ញុំនឹងដើរទៅផ្លូវនឹងម្ដងទៀតដើម្បីជួយទិញសាច់គោអាំងហើយជួយទិញទឹកដូងគាត់ម្ដងទៀតអញ្ចឹងអានេះគឺជារឿងសាមញ្ញមួយដែលខ្ញុំចងចាំប្រហែលជាមួយសប្តាហ៍មុននៅពេលដែលសភៅចូលហុងពុំហើយខ្ញុំ stress ខ្ញុំបានចេញទៅហាត់ប្រាណនេះក៏បានជួបរឿងល្អៗអញ្ចឹងទៅអញ្ចឹងមានអារម្មណ៍ថាយើងសប្បាយចិត្តមកវិញហើយខ្ញុំចង់ពន្យល់បងប្អូនបន្តិចដែរតាក់ទងជាមួយនឹងការធ្វើការរបស់គ្រូក្បាលយើងជាពិសេសនៅក្នុងអំឡុងពេលដែលយើងនៅតែម្នាក់ឯងយើងនៅតែក្នុងបន្ទប់យើងអត់មានការប្រស័យតាក់ទងជាមួយមនុស្សជុំវិញខ្លួនអីច្រើនណានៅពេលដែលបងប្អូនជួបប្រទះភាពនឿយហត់ជួបបញ្ហាអីចឹងគឺអាការគិតរបស់យើងសុញខ្លាំងមែនតើយើងមើលឃើញរឿងអវិជ្ជមានណាព្រោះមានអារម្មណ៍ថាមកក្នុងបន្ទប់ហ្នឹងគឺមានតែយើងខ្លួនឯងទេអញ្ចឹងយើងធំជាងគេបញ្ហាខ្ញុំក៏ធំជាងគេដែរឧបសគ្គភាពនឿយហត់ហ្នឹងមានតែយើងឯងមើលទៅអាគ្រូក្បាលហ្នឹងវាគិតអញ្ចឹងប៉ុន្តែនៅពេលដែលបងប្អូនទាំងអស់គ្នាបានឲ្យខ្លួនឯងគ្របចេញពីបន្ទប់នឹងដើរទៅខាងក្រៅទៅមើលពីជីវិតអ្នកលក់ដូរនៅតាមដងផ្លូវខ្ញុំមានអារម្មណ៍ថាអង្គុយមើលពួកគាត់ឧទាហរណ៍ខ្ញុំទិញសាច់គោអាំងអញ្ចឹង6 ចកានំប៉័ងផងអស់តែ 12500 ឯងហើយខ្ញុំគិតថាតើហ្មងគាត់បាន 12500 ហ្នឹងគាត់ត្រូវចំណាយពេលតាំងពីព្រលឹមហើយមើលទៅទិញសាច់ទៅទិញបន្លែនៅយកមកហាន់យកមកធ្វើជ្រក់រៀបចំនេះនោះតមតបានលក់ហ្នឹងល្ងាចអញ្ចឹងអា 12500 នេះមានអារម្មណ៍ថាគាត់ត្រូវរៀបចំរឿងច្រើនណាតាំងពីព្រឹកមកហើយពេលខ្លះមើលឃើញពីជីវិតអ្នកលក់ដូរក៏ដាក់កង់ក៏ដាក់អាទិតាមដងផ្លូវអញ្ចឹងទៅជជែកជាមួយគាត់ទៅមួយថ្ងៃគាត់ថាពីព្រឹកដល់ល្ងាចលក់បានតែ 4-5 ម៉ឺនអីអញ្ចឹងទៅដល់អញ្ចឹងយើងស្ដាប់រឿងរ៉ាវទាំងអស់ហ្នឹងហើយយើងមានអារម្មណ៍ថាជីវិតយើងទោះជាពេលខ្លះយើងជួបការពិបាកមិនក៏ដោយប៉ុន្តែមានអារម្មណ៍ថាពួកគាត់ពិបាកជាងយើងច្រើនណាឬក៏ពេលខ្លះយើងអាចមានលទ្ធភាពសម្រាប់ការចំណាយទៅលើថ្លៃអាហារទៅលើថ្លៃកាហ្វេប៉ុន្តែអ្នកខ្លះទៀតតម្រាំទៅបានអាហារហូបចុកមួយថ្ងៃហ្នឹងគឺត្រូវគិតរហូតហ្នឹងព្រោះតែនេះអញ្ចឹងយើងមានអារម្មណ៍មួយថាការពិតមានអ្នកពិបាកជាងយើងច្រើនប៉ុន្តែបើសិនជាយើងនៅតែផ្ទះយើង scroll មើលតែ Facebook មើលតែអីចេះតែមានអារម្មណ៍ថាមានតែយើងឯងបាក់ជាងគេព្រោះនៅក្នុង Facebook ជួនកាលគេបង្ហោះពីភាពជោគជ័យគេបង្ហោះពីរឿងសប្បាយអីចឹងទៅយើងចេះតែមានអារម្មណ៍មួយខុសពីការចេញទៅមើលពីជីវិតពិតនៅខាងក្រៅបងប្អូនតានេះហើយខ្ញុំគិតថាអាហ្នឹងជារឿងដែលយើងអត់សូវបានធ្វើឲ្យមកដល់ពេលបច្ចុប្បន្នភាគច្រើនជួនកាលយើងសង្ងំនៅក្នុងបន្ទប់យើងអង្គុយនៅហាងកាហ្វេយើងអត់សូវបានចេញទៅដើរមើលពីជីវិតពិតនៅក្នុងសង្គមឲ្យបានច្រើនណាហើយខ្ញុំគិតថាអាហ្នឹងឯងវាជួយឆ្លុះបញ្ចាំងផ្លូវចិត្តរបស់យើងដែរថា
អូការពិតជីវិតពិតមានអ្នកពិបាកជាងយើងច្រើនណាស់មិនមែនយើងទេតែពិបាកម្នាក់ឯងអញ្ចឹងណាបងប្អូនទាំងអស់គ្នាយើងខ្ញុំលើកទឹកចិត្តមែនតើថានៅពេលដែលយើងកំពុងតែ stress ស្ថិតនៅក្នុងសភាពសោកសៅកុំសង្ងំនៅក្នុងបន្ទប់តែម្នាក់ឯងខោបចេញទៅខាងក្រៅឲ្យភ្នែករបស់យើងបានមើលឃើញអីដែលខុសប្លែកពីគ្រប់បែបយ៉ាងដែលយើងមើលឃើញតារាក្នុងបន្ទប់ហ្នឹងអញ្ចឹងនៅពេលដែលយើងមើលឃើញរូបភាពថ្មីឬក៏ចៃដន្យយើងបានប្រស័យតាក់ទងទៅមួយនរណាម្នាក់យើងបានធ្វើរឿងអីល្អមួយសម្រាប់គាត់បានធ្វើរឿងល្អអីមួយសម្រាប់យើងធ្វើឲ្យអារម្មណ៍របស់យើងវាចាប់ផ្ដើមផ្លាស់ប្ដូរការគិតយើងក៏ប្រែប្រួលហើយខុសពីការដែលយើងសង្ងំនៅក្នុងបន្ទប់តែម្នាក់ឯងអញ្ចឹងអានេះជាចំណុចសំខាន់មួយព្រោះមែនតើដូចយើងនិយាយពីអេពីសូតមុនអញ្ចឹងថាមនុស្សជាសត្វសង្គមយើងអត់អាចសង្ងំនៅក្នុងបន្ទប់តែម្នាក់ឯងការចំណាយពេលនៅតែម្នាក់ឯងច្រើនពេកកាត់ផ្ដាច់ពីសង្គមខាងក្រៅពេលខ្លះធ្វើឲ្យយើងកាន់តែមានអារម្មណ៍ឯកាហើយប្រឈមទៅនឹងសភាពធ្លាក់ទឹកចិត្តអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនទាំងគ្នាគួរតែបើកឱកាសឲ្យខ្លួនឯងចេញទៅប្រស័យតាក់ទងជាមួយមនុស្សថ្មីទៅនិយាយជាមួយអ្នកលក់ដូរតាមដងផ្លូវអីផ្សេងអាកិច្ចសន្ទនាហ្នឹងយើងមានអារម្មណ៍ថាពេលខ្លះទទួលបានអារម្មណ៍មួយប្លែកសប្បាយចិត្តអាបន្តិចហ្នឹងគឺជួយទៅដល់សុខភាពផ្លូវចិត្តរបស់យើងណាហើយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងគ្នាសាកល្បងមែនថ្ងៃណាចេញទៅដើរកន្លែងណាមួយដែលយើងអត់ស្គាល់និយាយជាមួយអ្នកលក់ដូរតាមដងផ្លូវដែលយើងអត់ស្គាល់គាត់ណាហើយជាមួយយើងទទួលបានអារម្មណ៍មិនអញ្ចឹងអានេះជាអ្វីដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងគ្នាសម្រាប់ថ្ងៃនេះហើយពិតជាលើកទឹកចិត្តឲ្យយើងសាកល្បងធ្វើទាំងអស់ហ្នឹងឬក៏បងប្អូនធ្លាប់ធ្វើហើយទទួលបានអារម្មណ៍បែបណាចាំជួយ comment នៅក្នុងវីដេអូរបស់យើងមកអញ្ចឹងអរគុណបងប្អូនទាំងគ្នាម្ដងទៀតសម្រាប់ការទស្សនា podcast មួយនេះហើយយើងជួបគ្នានៅអេពីសូតក្រោយបន្តទៀត